ពងអង្គុយជីតងតែគឺក្អែប៉ិនចូលដៃ no អង្រឹងនោះគឺគេដាក់មកគឺឡើងខ្លួនឯងឡើងរួចហ្មងតើមានតែ3ឡើងគឺមានទាំងអស់ទោះបែបមានច្រើនយ៉ាងហោចណាស់ក៏មានបញ្ចប់តិចខាងនេះក៏មានអ្នកនរគ្នាឥឡូវយើងមកដល់ព្រៃកោងកាងហើយសំខាន់តែសភាពគឺស្អាតមែនតើអ្នកនរគ្នាអូខេអ្នកនរគ្នាខ្ញុំមានផ្ញើសារសំខាន់មួយ5ទៅអ្នកនរគ្នាពេលទៅដើរលេងកុំភ្លេច Hello អ្នកនរគ្នា and welcome to SK Wonderland ហើយឥឡូវហ្នឹងគឺយើងកំពុងតែនៅលើតែភ្លើងឥឡូវហ្នឹងគឺទិសដៅយើងគឺត្រូវទៅកែពុទ្ធសាសអីយ៉ាងហ្នឹងថា plan ចង់ទៅមើលរបៀបផ្កាកង្កោកតើដឹងថាទៅដល់ហ្នឹងមានផ្កាកង្កោកអីស្អាតដូចតែគេនិយាយមិនអត់ទេអូអ្នកនរគ្នាចេញមកតាំងម៉ោង7ហើយឥឡូវម៉ោង10បាត់ហើយអញ្ចឹង I guess 1ម៉ោងអីទេពុទ្ធសាសជិះពីពេញទៅកែប្រហែលជា4ម៉ោងអីទៅដល់ហើយយ៉ាងហ្នឹងគឺផ្លាយទីពុទ្ធសាសអីយើងមកជិះរថភ្លើងបែបរៀង first class អ្នកនរគ្នាសំខាន់ក៏អីគេសួរអង្គុយហើយគេមានកន្លែងចុចអ្នកនរគ្នាអានេះបតុងសម្រាប់ចុចផ្អែកទៅខាងក្រោយអីចឹងណាហើយគេមានកន្លែងចុចសម្រាប់បើកភ្លើងនៅខាងនេះទៀតសំខាន់ភ្លើងគេមានសេរីបានជាទីអ្នកគ្នាខាងនោះយើងយប់ឡើងធ្វើតារាយប់ឡើងអីចឹងទៅហើយខាងមុខនេះគេមានដាក់ជាឈ្នន់សម្រាប់ឲ្យយើងជន់អីចឹងទៅខាងនោះយើងចុកជើងអីចឹងណាយើងស្រួលត្រេតខ្លួនដែរផ្នែកខាងនេះវិញគេមានដាក់ជាលក្ខណៈដូចថ្នាលសម្រាប់ឲ្យយើងញ៉ាំអីខាងឆ្វេងដៃយើងនេះគេសម្រាប់ឲ្យយើងដាក់ទឹកឬក៏ភេសជ្ជៈអីចឹងអ្នកគ្នាហើយមានអារម្មណ៍ថាដល់ពេលយើងអង្គុយ relax យើងមើល view អីចឹងទៅយើងផ្លាយអារម្មណ៍ដែរអ្នកគ្នាហើយឆ្លាស់មុខទៀតបរិស័ទឃើញញ៉ែឈរយើង Q ស្ងាត់ចឹងណាស៊ីយ៉ាអ្នកគ្នាឥឡូវហ្នឹងយើងប្រហែលជា plan ទៅមើលផ្កាកង្កោកអាចនឹង fail ហើយព្រោះដោយសារតែជិះមកតាមផ្លូវទៅឃើញមានម្ដុំមកកន្លែងមួយអ្នកគ្នាវាអត់មានស្អាតចឹងណាហើយឥឡូវហ្នឹងគឺយើងមករបៀបជាលក្ខណៈកាហ្វេនៅលើភ្នំវិញអ្នកគ្នាមកឈៀលញ៉ាំកាហ្វេញ៉ាំអីមើល view បែបមាត់សមុទ្រមើលឃើញភ្នំមើលឃើញអីចឹងវិញអ្នកគ្នាក្អែពងអង្គុយជីតងតែគឺក្អែប៉ិនចូលដៃវាទៅបាត់ហើយ no ពងឡើងទៅខូចហ្មងហ្នឹង cute you see that មានអាគាត់ទៅខូចនេះវាអស់កំពុកម៉ែនេះ see that មកដល់លើភ្នំលើកទី1អ្នកនរគ្នាបើតែឃើញពុទ្ធហេតុច្រើនណាស់អ្នកនរគ្នាឥឡូវយើងមកអង្គុយរង chill មួយ drink មកយើងសំខាន់ឥឡូវរងនោះគឺគេដាក់មកគឺឡើងខ្លួនឯងឡើងរួចហ្មងតើមានតែ3ឡើងតែ actually អត់អីទេយើងពុះពីactually វាមានច្រើនដើមអ្នកគ្នាប៉ុន្តែគាត់ថាផ្កាដែលវារីកហ្មងហ្នឹងគឺវាអត់មានច្រើនទេឥឡូវហ្នឹងយើងប្រទះឃើញមានតែមួយហ្នឹងម្ដងហ្នឹងវាហ៊ីកបែកមេកអីចឹងបើអាចនឹងប្រហែលជាខ្ទង់ដើមខែ6អីចឹងទៅប្រហែលវាអាចនឹងរីកបានច្រើនអីចឹងណាអញ្ចឹងពេលហ្នឹងអាចនឹងថតរូបស្អាតអញ្ចឹងយើងមកលើកនេះរៀង fail តិចទៅ so yeah it's fineឥឡូវយើងបានមកដល់ដើមវាចិត្តទៅអ្នកគ្នាឥឡូវយើងមក check មើលសម្រស់វាទាំងអស់គ្នាhere នៅពេលដែលឃើញចិត្តទៅអ្នកគ្នាមិនមែនទូចទៅយើងឃើញពីចង្អាយណាធំណា see អិនស្អាតហ្មងអ្នកគ្នានឹងមកយ៉ាងសំខាន់មួយនឹងហ្នឹងគឺ give up ហើយថាឈប់មករហើយតែជាក់ស្ដែងទៅពេលថាឈប់មករឥឡូវឡើងស្អាតហ្មងអ្នកគ្នាឃើញពី3កន្លែងមុនហ្នឹងវាគ្រាន់តែមានរបៀបម្ដុំតិចឥឡូវនេះគឺវាឃើញមកច្បាស់ហ្មងអ្នកគ្នាសំខាន់អ្នកគ្នាគឺគេមានគ្រប់ទៅហ្មងនិយាយទៅគឺដើមនេះគឺមានទាំងអស់ទោះបែបមានច្រើនយ៉ាងហោចណាស់ក៏មានបញ្ចប់តិចខាងនេះក៏មានអ្នកគ្នានិយាយទៅគឺមានគ្រប់ទៅហ្មងហើយសំខាន់ខែ6ខ្ញុំគិតថាអាចនឹងមានច្រើនជាងនឹងទៀតចឹងអ្នកគ្នានៅពេលដែលមកលេងនៅម្ដុំនេះអីដូចជាគេហៅកែបបេអ្នកគ្នាការកង្កោកម្ដុំហ្នឹងគឺដោះមកស្អាតហ្មងអរុនសួស្តីអ្នកគ្នាឥឡូវនេះចូលដល់ថ្ងៃទី2ហើយញ៉ាំនឹង plan ថាយើងនាំគ្នាទៅលេងព្រៃកោងកាងចឹងយាឥឡូវក្រោកមករៀងស្វាស្រាយដែរយើងស្រុកចោលការនៅក្នុង resort ទៅចឹងណាឥឡូវផែកក្នុងម៉ោង7កន្លែងដែរអ្នកគ្នាទៅរកអីញ៉ាំហើយចាំយើងទៅលេងព្រៃកោងកាងអ្នកគ្នាអូខេអ្នកគ្នាឥឡូវមិញមួយនឹងយើងបានជិះទូកប្រហែលជាមួយស្ទុះធំដែរចឹងឥឡូវយើងមកដល់ព្រៃកោងកាងហើយសំខាន់តែសភាពគឺស្អាតមែនតើអ្នកគ្នាមានអារម្មណ៍ថាជើងមេឃហើយនឹងទឹកគឺដាច់ស្លាស់ពីភ្នែកហ្មងមើលឲ្យមានអារម្មណ៍ថា fresh ខ្លាំងមែនតើអញ្ចឹងឥឡូវយើងនឹងដើរចូលទៅខាងក្នុងគេដាំរបៀបលក្ខណៈព្រៃកោងកាងអីចឹងទៅឥឡូវដើរទៅមើលទាំងអស់គ្នា first time
គេដាក់ផ្លូវរបៀបដាក់ទូចចឹងទៅឲ្យយើងដើរតាមព្រៃកោងកាងចឹងណា and yeah តែសភាពគេរៀងម្លប់ឥឡូវយើងដើរមកដល់ចំណុចស្ពានហើយអ្នកគ្នានៅពេលដែលឡើងមកដល់ស្ពានទៅយើងមើលឃើញព្រៃកោងកាងណាផុតភ្នែកហ្មងស្អាតមែនតើអ្នកគ្នាខាងនេះអត់សូវមានសបោទេខាងនេះហ្មងអ្នកគ្នាសំខាន់ខ្យល់គេឡើងល្វើយអូខេអ្នកគ្នាខ្ញុំមានផ្ញើសារសំខាន់មួយប្រាប់ដល់អ្នកគ្នាពេលដែលដើរលេងកុំភ្លេចឥឡូវនេះយើងបានដើរមើលព្រៃកោងកាងឲ្យបន្តិចហើយឥឡូវហ្នឹងក៏ប្រហែលជាម៉ោង7:10ហើយអ្នកគ្នាម៉ោងបាយថ្ងៃដែរហើយចុះខ្ញុំឃ្លានដែរអញ្ចឹងឥឡូវយើងចង់ទីទុកទៅវិញអ្នកគ្នាសូយ៉ាឥឡូវយើងទៅរកបាយញ៉ាំអីហើយយើងទៅពេញវិញហ្មងអូខេ so វីដេអូនេះក៏មានតែប៉ុណ្្នឹងទេសូមជម្រាបអ្នកគ្នាសម្រាប់ការមើលវីដេអូនេះដល់ចប់ចាំជួបគ្នានៅវីដេអូក្រោយទៀតណាបាយ